ហេតុអ្វីបានជាគេនិយាយថានៅពេលដែលមនុស្សគ្រប់គ្នាកំពុងតែជីកមាសនោះគឺជាពេលដែលអ្នកគួរតែលក់ប៉ែលបន្ទាប់ពីអ្នកបានស្ដាប់រឿងខាងក្រោមនេះអ្នកនឹងយល់ថាហេតុអ្វីបានជាមនុស្សដែលមានគំនិតមុតស្រួចនិងចេះគិតវែងឆ្ងាយមិនដែលខ្លាចធ្លាក់ខ្លួនក៏ឡើយមានយុវជនម្នាក់បានធ្វើការជាមួយកម្មករផ្សេងទៀតនៅក្នុងកន្លែងជីកយកថ្មដោយទាញយកថ្មពីជម្រាលភ្នំថ្មមួយខណៈដែលកម្មករភាគច្រើនកិនថ្មធំៗឲ្យទៅជាគ្រោះដើម្បីលក់ឲ្យអ្នកម៉ៅការក្នុងតំបន់សម្រាប់សាងសង់ថ្នល់និងផ្លូវចូលផ្ទះយុវជនម្នាក់នេះវិញគាត់មានគំនិតខុសប្លែកពីគេគាត់បានដឹកជញ្ជូនថ្មដែលមានរូបរាងប្លែកៗទៅកាន់កំពង់ផែហើយលក់វាជាថ្មតុបតែងសួនច្បារដល់ពាណិជ្ជករនៅទីក្រុងដែលមានជំនាញលើសម្ភារៈរៀបចំលម្អនិងការតុបតែងទីធ្លាខាងក្រៅគាត់បានដឹងថាការលក់ថ្មដោយផ្អែកលើរូបរាងដ៏ពិសេសរបស់វាអាចរកចំណេញបានច្រើនជាងការលក់តាមទម្ងន់3ឆ្នាំក្រោយមកគាត់បានក្លាយជាមនុស្សដំបូងគេនៅក្នុងភូមិតូចរបស់គាត់ដែលសាងសង់ផ្ទះឥដ្ឋបានក្រោយមករដ្ឋាភិបាលបានហាមឃាត់ការជីកយកថ្មហើយលើកទឹកចិត្តឲ្យមានការដាំដើមឈើឡើងវិញតំបន់នោះបានផ្លាស់ប្ដូរទៅជាចំការផ្លែប៉ោមដ៏ធំល្វឹងល្វើយដែលទទួលផលផ្លែប៉ោមស្រួយផ្អែមនិងមានរសជាតិឆ្ងាញ់ដ៏ល្បីល្បាញពាណិជ្ជករមកពីគ្រប់ទិសទីបានមកទិញផ្លែប៉ោមទាំងនេះដោយវេចខ្ចប់ក្នុងប្រអប់ឈើរួចដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងទីក្រុងហើយថែមទាំងនាំចេញទៅក្រៅប្រទេសទៀតផងខណៈដែលអ្នកភូមិកំពុងអបអរសាទរចំពោះភាពរុងរឿងថ្មីរបស់ពួកគេយុវជនម្នាក់នោះបានមើលឃើញឱកាសមួយផ្សេងទៀតគាត់បានលក់ដើមផ្លែប៉ោមរបស់គាត់ទាំងអស់ហើយចាប់ដើមផលិតប្រអប់ឈើសម្រាប់ដាក់ផ្លែប៉ោមគាត់បានកត់សម្គាល់ឃើញថាបញ្ហាចម្បងរបស់ពាណិជ្ជករមិនមែនជាការស្វែងរកផ្លែប៉ោមដែលមានគុណភាពនោះទេប៉ុន្តែជាការស្វែងរកប្រអប់ឈើឲ្យបានគ្រប់គ្រាន់សម្រាប់ដឹកជញ្ជូនទៅកាន់ទីក្រុងឆ្ងាយៗ5ឆ្នាំក្រោយមកដោយសារតែអាជីវកម្មផលិតប្រអប់ឈើរីកចម្រើនយ៉ាងខ្លាំងគាត់បានក្លាយជាមនុស្សដំបូងគេក្នុងភូមិដែលអាចទិញផ្ទះនៅក្នុងទីក្រុងបានជាច្រើនឆ្នាំក្រោយមកផ្លូវដែកថ្មីមួយត្រូវបានសាងសង់ដែលតភ្ជាប់តំបន់នោះទៅកាន់មជ្ឈមណ្ឌលទីក្រុងធំៗយុវជនម្នាក់នេះតែងតែគិតខុសពីគេគាត់បានសាងសង់ជញ្ជាំងកម្ពស់50 ហ្វីតនិងបណ្ដោយប្រហែល1 ម៉ាយតាមបណ្ដោយវាលស្រែដែលជាប់នឹងផ្លូវដែកនៅសងខាងជញ្ជាំងនោះមានចម្ការផ្លែប៉ោមរាប់រយហិកតាដែលរីកផ្កាយ៉ាងស្រស់ស្អាតបង្កើតទេសភាពដ៏អស្ចារ្យនៅពេលរថភ្លើងឆ្លងកាត់អ្នកដំណើរនាំគ្នាគយគន់ផ្កាប៉ោមដ៏ស្រស់ស្អាតហើយក៏សង្កេតឃើញផ្ទាំងផ្សាយពាណិជ្ជកម្មធំៗដែលដាក់នៅលើជញ្ជាំងនោះផងដែរនោះគឺជាផ្ទាំងផ្សាយពាណិជ្ជកម្មតែមួយគត់នៅក្នុងរង្វង់ចម្ងាយ300 ម៉ាយដោយសារគំនិតដ៏ឆ្លាតវៃនេះគាត់អាចរកចំណូលបន្ថែមបាន$200,000ក្នុងមួយឆ្នាំពីការជួលផ្ទាំងផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះរឿងរ៉ាវអំពីជំនាញរកស៊ីរបស់គាត់បានរីកសុះសាយទាក់ទាញចំណាប់អារម្មណ៍ពីមេដឹកនាំអាជីវកម្មជាច្រើនដោយចង់ដឹងថាហេតុអ្វីបានជាគាត់មានគំនិតមុតស្រួចបែបនេះក្រុមនាយកប្រតិបត្តិមួយក្រុមបានទៅជួបគាត់នៅពេលទៅដល់ពួកគេឃើញគាត់កំពុងប្រកែកគ្នាជាមួយម្ចាស់ហាងលក់សម្លៀកបំពាក់មួយនៅម្ខាងផ្លូវអំពីតម្លៃឈុតសម្លៀកបំពាក់ហាងរបស់គាត់លក់ឈុតក្នុងតម្លៃ$600ក្នុងមួយឈុតខណៈដែលហាងគូប្រជែងនៅម្ខាងផ្លូវលក់ឈុតស្រដៀងគ្នាក្នុងតម្លៃ$300នៅពេលគាត់បញ្ចុះតម្លៃត្រឹម$300ហាងគូប្រជែងក៏ដំឡើងតម្លៃទៅ$400វិញក្នុងរយៈពេល1ខែគាត់លក់បានត្រឹមតែ8ឈុតប៉ុណ្ណោះខណៈដែលហាងគូប្រជែងលក់បានរហូតដល់800ឈុតដំបូងឡើយក្រុមអ្នកជំនាញទាំងនោះមានការខកចិត្តដោយគិតថាពួកគេប្រហែលជាត្រូវបានគេនិយាយបំភ្លើសអំពីកេរ្តិ៍ឈ្មោះរបស់គាត់ប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏បានដឹងការពិតហាងគូប្រជែងនៅម្ខាងផ្លូវនោះក៏ជាកម្មសិទ្ធិរបស់យុវជនម្នាក់នេះដែរដោយប្រើយុទ្ធសាស្ត្រកំណត់តម្លៃរវាងហាងទាំងពីរគាត់អាចគ្រប់គ្រងទីផ្សារក្នុងតំបន់បានយ៉ាងមានប្រសិទ្ធភាពដោយមានការកោតសរសើរចំពោះសមត្ថភាពរបស់គាត់ក្រុមអ្នកជំនួញបានផ្ដល់ប្រាក់$30,000ក្នុងមួយឆ្នាំដើម្បីអញ្ជើញគាត់ធ្វើជាទីប្រឹក្សានៅពេលគេសួរពីអាចកំបាំងនៃភាពជោគជ័យរបស់គាត់យុវជននោះគ្រាន់តែញញឹមហើយនិយាយថាការរកលុយគឺងាយស្រួលណាស់អ្វីដែលអ្នកត្រូវការគឺគំរូអាជីវកម្មដ៏ត្រឹមត្រូវហើយប្រាក់ចំណូលនឹងហូរចូលមកតាមក្រោយប៉ុន្តែមានមនុស្សមួយចំនួនធំរកលុយបានច្រើនប៉ុន្តែគេនៅតែរស់ក្នុងភាពក្រីក្រមូលហេតុគឺពួកគេចេះតែរកលុយប៉ុន្តែមិនយល់ពីខ្លឹមសារពិតនៃទ្រព្យសម្បត្តិនោះទេ